ហេតុអីបានជាខ្ញុំមិន recommend ឲ្យ trade សៅរ៍អាទិត្យជាមួយនឹងទីផ្សារ crypto បាទជំរាបសួរបងប្អូនអរគ្នាស្វាគមន៍មកកាន់ community Panda Trader ក៏ដូចជា Forex មែនតាប់ថ្ងៃនេះយើងនៅដាណាងប្រទេសវៀតណាមអញ្ចឹងយើងថ្ងៃនេះខ្ញុំសូមនិយាយបកស្រាយសំណួរមួយដែលបងប្អូនយើងក៏ធ្លាប់សួរដែរតាក់ទងនឹងថាមិនក៏ខ្ញុំអត់ recommend ឲ្យ trade ជាមួយនឹងទីផ្សារ crypto បន្ទាប់ពីគ្នាយើង trade ថ្ងៃច័ន្ទនិងថ្ងៃសុក្រជាមួយនឹងទីផ្សារមីហើយអញ្ចឹងវីដេអូនេះនឹងបង្ហាញដល់អ្នកទាំងអស់គ្នាថាហេតុអីអញ្ចឹងអត់មានអីច្រើនទេមានតែប្រហែលចំណុចដែលខ្ញុំអត់ recommend ឲ្យ trade ទីផ្សារ crypto តែមិនមែនបានន័យថាមិនឲ្យ trade សោះទេដោយសារតែទី1គឺយើង trade ថ្ងៃច័ន្ទដល់ថ្ងៃសុក្រយើង trade ហត់ហើយជាមួយនឹងទីផ្សារមាសអញ្ចឹងយើងថ្ងៃសៅរ៍អាទិត្យគួរតែសម្រាកលំហែខួរក្បាលខ្លះអញ្ចឹងទៅល្អបើសិនជាអ្នកគ្នា trade ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យរៀងរាល់អាទិត្យអ្នកគ្នាអត់មានពេលសម្រាប់សោះអញ្ចឹងឧទាហរណ៍ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ trade មាសអញ្ចឹងដល់ពេលថ្ងៃសៅរ៍អាទិត្យអ្នកគ្នា trade BTC ទៀតឬក៏ trade ជាមួយនឹង crypto តទៀតអញ្ចឹងវាធ្វើឲ្យខួរក្បាលអ្នកគ្នាចល័តពីមាសមក crypto អញ្ចឹងទីផ្សារពីរហ្នឹងដើររៀងខុសគ្នាតិចជាមួយនឹងកម្លាំងនៃការដើរដូចខ្ញុំធ្លាប់ trade ដែរមិនមែនថាខ្ញុំអត់ធ្លាប់ trade ទេខ្ញុំធ្លាប់ trade ដែរជាមួយទីផ្សារ crypto សៅរ៍អាទិត្យប៉ុន្តែវាមានអារម្មណ៍ថាវាដើរយូរមែនតើយូរដល់ថាខ្ញុំឧទាហរណ៍ខ្ញុំ entry នៅព្រឹកថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យអីមិនទាន់បានពាក់កណ្ដាលនៃ TP ប៉ុណ្ណឹងអញ្ចឹងវាយូរមែនតើអញ្ចឹងហើយពេលខ្លះវាបកទៅលើវិញដូចទៅទីផ្សារមាសប៉ុន្តែគាត់តែកម្លាំងនៃការដើរវាខុសគ្នាអញ្ចឹងហើយណាមួយយើងអត់ទម្លាប់ trade ជាមួយនឹងទីផ្សារ crypto ផងដល់ពេលអញ្ចឹងទៅយើង trade មាសតែទីផ្សារវាដើរខ្លាំងហើយលេងយើងមកសៅរ៍អាទិត្យ trade ជាមួយនឹងទីផ្សារ crypto ទៀតអញ្ចឹងចរិតវាដើរខុសគ្នារូបមន្ត apply បានប៉ុន្តែ apply ត្រូវតែមួយចំនួននេះវាអត់អាចមកឧទាហរណ៍ថាយើង trade ជាមួយទីផ្សារមាស10ត្រូវ7ឬក៏8តែដល់ពេល trade ជាមួយទីផ្សារ crypto 50ឬក៏60អញ្ចឹងវាធ្វើឲ្យអ្នកគ្នា stress សៅរ៍អាទិត្យនឹង stress ហើយដល់ពេលថ្ងៃច័ន្ទបកទៅ trade ជាមួយនឹងទីផ្សារមាសវិញអញ្ចឹងវាធ្វើឲ្យយើងវល់មែនទែនជាមួយនឹងទីផ្សារពីរហ្នឹងអញ្ចឹងបើអ្នកគ្នា trade crypto ដាក់ crypto សតមកដល់ពេលអញ្ចឹងអ្នកគ្នាតាមដានចរិតវាត្រូវអញ្ចឹងអ្នកគ្នាតាមដានចរិតមាសហើយទៅ focus ជាមួយនឹង crypto ទៀតអញ្ចឹងវាវល់អញ្ចឹងខ្ញុំអត់ recommend ឲ្យទេសរុបមកគឺអត់ recommend ឲ្យទេសៅរ៍អាទិត្យសម្រាប់ដើរលេងជាមួយគ្រួសារដើរលេងជាមួយមិត្តភ័ក្តិទៅណាក៏បានដើម្បីឲ្យស្រឡះតែមកថ្ងៃច័ន្ទយើង back មកទីផ្សារមាសវិញទីផ្សារបើកហើយគឺយើងចាប់តាមចូលធម្មតាទៅវិញទៅដើម្បីវាថាដូចយើងកម្ដៅសាច់ដុំអញ្ចឹងថ្ងៃច័ន្ទយើងកម្ដៅសាច់ដុំហើយយើងកុំចូលយើងចូលកម្ដៅសាច់ដុំជាមួយនឹង demo ឬក៏ account sen នេះតិចតួចដើម្បីឲ្យវា back មកវិញដូច back up មកវិញអញ្ចឹងដល់ពេលអញ្ចឹងទៅយើងដល់ពេលថ្ងៃអង្គារថ្ងៃពុធយើងចាប់បានយក profit ម្ដងតិចទៅហើយថ្ងៃសៅរ៍អាទិត្យយើងស្រាក់ទៅអ្នកគ្នាជឿខ្ញុំហើយអញ្ចឹងសៅរ៍អាទិត្យកុំ trade ជាមួយនឹង crypto បើអ្នកគ្នាចង់ trade មួយ crypto យើង trade crypto ពីថ្ងៃច័ន្ទនិងថ្ងៃសុក្រទៅសៅរ៍អាទិត្យក៏ត្រូវតែសម្រាប់ដូចគ្នាអញ្ចឹងខ្ញុំអត់មានអីច្រើនទេជាមួយនឹងខ្ញុំ Panda មានប៉ុណ្្នឹងឯងគឺសរុបមកគឺយើងអត់ recommend ទេអូខេអញ្ចឹងសង្ឃឹមអ្នកគ្នានឹងយល់ពីអ្វីដែលខ្ញុំនិយាយហើយក៏ជូនពរឲ្យអ្នកគ្នាទទួលបាន profit រាល់ថ្ងៃផងដែរបើអ្នកគ្នាចង់ trade ចំណេញតតែ apply ជាមួយនឹងរូបមន្តដែលអ្នកគ្នាបានរៀនចេះជាមួយនឹង mentor ណាមួយដែលអ្នកគ្នាទុកចិត្តអូខេបាយបាយជួបគ្នាវីដេអូក្រោយ